ជាមនុស្សដែលមានឱកាសនៅក្នុងការវិនិយោគនៅលើទ្រព្យសម្បត្តិទទួលបានផលច្រើនជាមនុស្សដែលស្គាល់គេនិងទទួលបានការគ្រប់គ្រងអំពីមហាជនជុំវិញមានលក្ខណៈប្រកួតប្រជែងជាមនុស្សមានភាពដឹកនាំមើងម៉ាត់ហ្មត់ចត់នោះគឺជាជោគជតារិស័យរបស់មនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំវកប្រចាំខែ12ខែធ្នូឆ្នាំ2025 Subscribe Channel បន្ទាប់ជួយរូបកណ្ដឹងលោកអ្នកនឹងទទួលបានវីដេអូថ្មីៗជាបន្តមុនគេមុននឹងពួកយើងធ្វើការបកស្រាយប្រធានបទស្ដីអំពីជោគជតារិស័យឆ្នាំវកប្រចាំខែធ្នូខែ12ឆ្នាំ2025ថ្លែងអំណរគុណចំពោះមិត្តភ័ក្តិបងប្អូននិង fan គ្រប់គ្នាទាំងអស់ដែលបាន Subscribe Channel ដែលបាន Like Share និង Comment ល្អៗនៅលើ Channel នោះផងដែរនេះគឺជាការព្យាករណ៍ជោគជតារិស័យឆ្នាំវកប្រចាំខែធ្នូខែ12ឆ្នាំ2025 Subscribe Channel បន្ទាប់ជួយរូបកណ្ដឹងលោកអ្នកនឹងទទួលបានវីដេអូថ្មីៗជាបន្តមុនគេស្ថិតនៅក្នុងខែ12គឺជាខែជូតដែលភ្ជាប់មកជាមួយនឹងធម្មពលនៃឥទ្ធិពលធម្មពលធាតុទឹកដកដែលបង្ហាញអំពីជំនាញនៅក្នុងការគ្រប់គ្រងដឹកនាំការប្រើប្រាស់ធនធានបច្ចេកវិទ្យានៅក្នុងការវិនិយោគទៅលើទ្រព្យសម្បត្តិនៅលើអាជីវកម្មពាណិជ្ជកម្មជាមនុស្សដែលមានភាពឆ្លាតវៃនៅក្នុងការគ្រប់គ្រងចាត់ចែងផ្នែកហិរញ្ញវត្ថុបានល្អនោះគឺជាជោគជតារិស័យឆ្នាំវករបស់លោកអ្នកហើយតាមរយៈកត្តាទាំងអស់នេះហើយដែលធ្វើឲ្យឆ្នាំវករបស់លោកអ្នកហ្នឹងមានគោលដៅផងមានសេដ្ឋកិច្ចហិរញ្ញវត្ថុលុយកាក់ទ្រព្យសម្បត្តិមានឆន្ទៈព្រមទាំងសុខភាពតើកត្តាធំទាំង6បានស្ដែងចេញជាភាគរយយ៉ាងដូចម្ដេចដើម្បីងាយស្រួលនៅក្នុងការចងចាំនៅសក្តានុពលប្រចាំខែ12របស់រិស័យឆ្នាំវកលោកអ្នកបន្តិចទៀតនេះពូខ្ញុំនឹងបង្ហាញអំពីសក្តានុពលទាំងអស់នោះជាពិសេសសម្រាប់វកលោកអ្នកស្ថិតនៅក្នុងបទដ្ឋានធំទាំង6ដែលមានជាបន្តដូចតទៅកត្តាទី1ដែលពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចហិរញ្ញវត្ថុលុយកាក់និងទ្រព្យសម្បត្តិវិស័យឆ្នាំវកគឺទទួលបាន 80% កត្តាធំទី2គឺគោលបំណងជីវិតគោលដៅទស្សនវិស័យមនុស្សមកជួយការងារតូចធំជំនះគ្រប់ឧបសគ្គនានារិស័យឆ្នាំវកគឺទទួលបានឱកាស 80% កត្តាធំទី3ស្ថិតនៅក្នុងខែ12នេះរិស័យឆ្នាំវកគឺពាក់ព័ន្ធជាមួយនឹងទំនាក់ទំនងស្នេហាគូជីវិតស្វាមីភរិយារបស់លោកអ្នកនៅក្នុងខែនេះហ្នឹងលោកអ្នកទទួលបានតែ 26% ទេប៉ុន្តែជាកិច្ចចាប់ផ្ដើមតែប៉ុណ្ណោះណាអញ្ចឹងជាកិច្ចបន្ទាប់ពិនិត្យមើលនៅក្នុងអ្វីដែលជាកត្តាធំទី4ពាក់ព័ន្ធជាមួយនឹងគ្រួសារនិងមិត្តភ័ក្តិរិស័យឆ្នាំវកស្ថិតនៅក្នុងខែ12នេះគឺទទួលបាន 46% នឹងឡើងទៅកត្តាបន្ទាប់ដែលតាក់ទងជាមួយនឹងសុខភាពកាយសម្បទាភាពស្រស់ស្រាយនៅក្នុងជីវិតដំណើរការប្រតិបត្តិការការងារតូចធំនៅក្នុងអាជីវកម្មនៅក្នុងស្ថាប័នក៏ដូចជាដំណើរប្រព្រឹត្តទៅដើម្បីសាងបណ្ដាញនិងទំនាក់ទំនងបង្កើតនៅលំហូរលុយរិស័យឆ្នាំវកបាទគឺទទួលបាន 80% បាទកត្តាធំទី6ដែលពាក់ព័ន្ធជាមួយនឹងឱកាសការងារការដឹកនាំមនុស្សការចែកចាយស្និទ្ធស្នាលឬក៏គំនិតអាជីវកម្មសកម្មភាពបង្កើតទ្រព្យរិស័យឆ្នាំវករបស់លោកអ្នកស្ថិតនៅក្នុងខែនេះគឺទទួលបានកិច្ច 46% បាទអញ្ចឹងកត្តាទាំងអស់នេះយើងនឹងធ្វើការបកបង្ហាញបន្ថែមដើម្បីពង្រីកសក្តានុពលឲ្យកាន់តែខ្លាំងនិងជួយពង្រឹងសក្តានុពលផ្សេងទៀតដែលមានកម្រិតក្រោមតុល្យភាពតើថ្ងៃខែឆ្នាំព្រមទាំងឫកវេលាមង្គលល្អក៏ដូចជាទិសនិងតារាសាស្ត្រធំវិជ្ជមានជួយរិស័យឆ្នាំវកយ៉ាងដូចម្ដេចស្ថិតនៅក្នុងជោគជតារិស័យសម្រាប់ខែ12បន្តិចទៀតនេះរិស័យវកយ៉ាងពិសេសរបស់លោកអ្នកនឹងត្រូវការលាតត្រដាងដើម្បីសក្តានុពលដើម្បីភាពមានបាននាពេលបន្តិចទៀតនេះបាទឥឡូវយើងក៏លេខមើលនៅតាក់ទងជាមួយនឹងការងារអាជីពរបស់រិស័យឆ្នាំវកស្ថិតនៅក្នុងខែ12នេះដោយសារតែខែនេះគឺមានតំណែងតំណងល្អជាមួយនឹងវករបស់លោកអ្នកគឺអាជីពគឺមានភាពមមាញឹកហើយស្ថិតនៅក្នុងការងារតូចធំទាំងឡាយហ្នឹងគឺថាការវិនិយោគប្រើប្រាស់បច្ចេកវិទ្យាជាចម្បងនៅក្នុងការបង្កើតប្រភពប្រាក់ចំណូលបាទអញ្ចឹងយើងឃើញថានៅក្នុងខែ12នេះគឺរិស័យវករបស់លោកអ្នកហ្នឹងគឺតែងតែប្រស្រ័យតាក់ទងជាមួយនឹងមនុស្សដែលបង្កើតនៅក្នុងបណ្ដាឆ្នាំទាំងអស់នេះញឹកញាប់ជាងគេគឺអ្នកដែលកើតជាមួយនឹងអ្នកដែលកើតនៅក្នុងឆ្នាំខាលអ្នកដែលកើតនៅក្នុងឆ្នាំជូតឆ្នាំរកាបាទឆ្នាំវកមមីហើយនិងឆ្នាំរោបាទទាំងអស់នេះគឺជា
អ្វីដែលពាក់ព័ន្ធជាមួយនឹងការងារមានភាពរីកចម្រើនដែលទទួលបានការគ្រប់គ្រងជំនួយអំពីមិត្តភ័ក្តិរួមការងារនិងអ្នកដែលមានឥទ្ធិពលបាទនៅក្នុងនោះផងដែរដោយសារលោកអ្នកមានប្រាជ្ញាមានគំនិតនៅក្នុងការដោះស្រាយបញ្ហាជាពិសេសគឺថាមានមនុស្សដែលមានជំនាញច្រើនមិនថាមិត្តភ័ក្តិមិនថាអ្នកជំនាញអញ្ចឹងរាល់ការងារដែលជាប់គាំងគឺនឹងត្រូវដោះស្រាយបានស្ថិតនៅក្នុងខែ12នេះអ្វីដែលយើងយកចិត្តទុកដាក់ស្ថិតនៅក្នុងខែ12នេះគឺលោកអ្នកនឹងមានការប្រជែងគ្នាស្ថិតនៅក្នុងការនិយាយស្ដីតំណាក់តំណងស្ថិតនៅក្នុងការងារជាពិសេសគឺថាwork គឺមានការប្រជែងគ្នាជាមួយមនុស្សដែលកើតនៅក្នុងឆ្នាំរកាបាទអញ្ចឹងអ្វីដែលយើងគួរយកចិត្តទុកដាក់នៅក្នុងកិច្ចការងារតូចធំគួរប្រុងប្រយ័ត្នចំពោះការដែលខ្វែងគំនិតគ្នារវាងមិត្តភ័ក្តិរួមការងារផងដែរអ្វីស្បិតតែរឿងមួយចំនួនល្អប៉ុន្តែរឿងដែលយើងគួរប្រុងប្រយ័ត្នក៏ត្រូវតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងចំពោះការងារនៅក្នុងកន្លែងធ្វើការហើយជាពិសេសគឺថាការប្រើប្រាស់នៅផ្នែកហិរញ្ញវត្ថុលុយកាក់ឬក៏និយាយរួមទៅស្ថិតនៅក្នុងការងារដែលតាក់ទងជាមួយនឹងលុយកាក់នឹងតែម្ដងបាទអញ្ចឹងយើងក៏លេចមើលនៅក្នុងការងារដែលពាក់ព័ន្ធជាមួយនឹងការងារនៅខាងក្រៅការងារនៅក្នុងសង្គមការងារតាក់ទងជាមួយនឹងអតិថិជនការផ្សព្វផ្សាយការធ្វើការលក់នៅក្នុងកិច្ចការងារដែលពាក់ព័ន្ធជាមួយនឹងការសិក្សាស្រាវជ្រាវបង្កើតផលិតផលអញ្ចឹងរិស័យឆ្នាំវុករបស់លោកអ្នកតែងតែប្រស័យតាក់ទងជាមួយនឹងមនុស្សដែលកើតនៅក្នុងឆ្នាំជូតញឹកញាប់ជាងគេស្ថិតនៅក្នុងការងារបណ្ដាញគ្រប់គ្រងមនុស្សចែកចាយការធ្វើទីផ្សារទំនាក់ទំនងទូទៅរិស័យឆ្នាំវុករបស់លោកអ្នកហ្នឹងគឺប្រស័យតាក់ទងបាទជាមួយមនុស្សដែលកើតនៅក្នុងឆ្នាំវុកមនុស្សដែលកើតនៅក្នុងឆ្នាំមមីនិងមនុស្សដែលកើតនៅក្នុងឆ្នាំរោងឆ្នាំវោកបានបង្ហាញអំពីបណ្ដាញតំណាក់តំណងកិច្ចការងារតូចធំល្អប្រសើរហើយឆ្នាំមមីគឺបង្ហាញអំពីសក្តានុពលក្នុងការប្រើវិធីសាស្ត្រយុទ្ធសាស្ត្ររបៀបនៅក្នុងការគ្រប់គ្រងដឹកនាំមនុស្សគិតដោះស្រាយបញ្ហាផ្សេងឆ្នាំរោងជួយវោករបស់លោកអ្នកនៅផែនការការងារភាពម៉ឺងម៉ាត់ហ្មត់ចត់ដឹកនាំសម្រាប់ចិត្តការប្រឈមនានាឬក៏បញ្ហាផ្សេងនឹងត្រូវបានដោះស្រាយស្ថិតនៅក្នុងខែ12នេះអញ្ចឹងបើនិយាយឲ្យស្រួលស្ដាប់គឺថាលោកអ្នកតំណាក់តំណងមនុស្សដែលមានឥទ្ធិពលគេនឹងជួយយើងជួយស្ថិតនៅក្នុងការងារដែលមានលទ្ធផលធំដុំហើយបើសិនជាយើងជាអ្នកដែលយើងរកស៊ីមានន័យថាយើងទទួលបាននៅទ្រព្យសម្បត្តិដែលកើតចេញអំពីអចលនៈទ្រព្យបាទអញ្ចឹងអចលនៈទ្រព្យទាំងអស់នោះគឺភាគច្រើនគឺយើងអាចថាជាការងារដែលពាក់ព័ន្ធជាមួយនឹងរឿងវិនិយោគដីនៅតំបន់ភ្នំឬក៏តំបន់ដែលនៅជុំវិញជើងភ្នំហ្នឹងណាខ្ទង់7-8គីឡូពីជើងភ្នំជុំវិញហ្នឹងបាទអញ្ចឹងយើងអាចទទួលបានការងារហ្នឹងគឺការងារគឺមានន័យថាលោកអ្នកហ្នឹងគឺលក់ណាលក់ចេញទិញចូលឬក៏ចំណេញនៅក្នុងផលអចលនទ្រព្យហ្នឹងបាទនៅក្នុងកិច្ចការងារដែលពាក់ព័ន្ធជាមួយនឹងខែ12ហ្នឹងដូច្នេះហើយមនុស្សដែលកើតនៅក្នុងឆ្នាំវកហើយមានផ្កាយជីវិតលេខ2លោកអ្នកហ្នឹងគឺគួរកុំភ្លេចថាមានមនុស្សឆ្នាំទាំងអស់នេះហើយដែលតែងតែជួយលោកអ្នកជាប់ចំណិចមិនថាការងារតូចធំដោះស្រាយបញ្ហាប្រឈមឧបសគ្គឬក៏ការងារជាប់គាំងឬក៏គំនិតស្មារតីប្រាជ្ញាឬក៏បណ្ដាញគ្រប់គ្រងមនុស្សឬក៏សកម្មភាពទាំងឡាយណាដែលពាក់ព័ន្ធជាមួយនឹងការមុខរបររកស៊ីរបស់លោកអ្នកហ្នឹងគឺតែងតែជួយបាទអញ្ចឹងអ្នកដែលអាចជួយឆ្នាំវករបស់លោកអ្នកបានហ្នឹងគឺទី1អ្នកដែលកើតនៅក្នុងឆ្នាំម្សាញ់បាទទី2គឺអ្នកដែលកើតនៅក្នុងឆ្នាំថោះបាទសម្រាប់ការងារផ្នែកបច្ចេកទេសបច្ចេកវិទ្យាគំនិតច្នៃប្រឌិតនៅក្នុងការបង្កើតផលិតផលការសិក្សាស្រាវជ្រាវការអភិវឌ្ឍផលិតផលបាទឬក៏នៅក្នុងន័យដែលយើងធ្វើយ៉ាងណាឲ្យបញ្ចប់នៅគម្រោងដោយល្អប្រសើររិស័យឆ្នាំវករបស់លោកអ្នកគឺតាក់ទងជាមួយមនុស្សដែលកើតនៅក្នុងឆ្នាំខាលបាទអញ្ចឹងសម្រាប់ការធ្វើទីផ្សារគ្រប់គ្រងបណ្ដាញបិទការលក់រិស័យឆ្នាំវករបស់លោកអ្នកតាក់ទងជាមួយមនុស្សដែលកើតនៅក្នុងឆ្នាំថោះ
ហើយសម្រាប់សកម្មភាពតាក់ទងនឹងការវិនិយោគតាក់ទងជាមួយនឹងការដឹកនាំឱកាសការងារឬក៏ការធ្វើដំណើរចេញទៅខាងក្រៅប្រទេសឬក៏ឱកាសចេញទៅខាងក្រៅប្រទេសជាដើមស្ថិតនៅក្នុងខែវកបាទឬក៏ប្រស័យតាក់ទងជាមួយមនុស្សដែលកើតនៅក្នុងឆ្នាំវកបាទអញ្ចឹងឃើញថាសក្តានុពលទាំងអស់នេះក៏វាកើតឡើងព្រមគ្នាក្នុងពេលដែលយើងនឹងគឺប្រើប្រាស់នៅក្នុងវេលាល្អប្រើប្រាស់នៅក្នុងទិសល្អប្រើប្រាស់នៅក្នុងសកម្មភាពល្អហើយប្រើប្រាស់នៅក្នុងធម្មពលនៃហុងស៊ុយដែលល្អប្រសើរដូច្នេះហើយរាសីឆ្នាំវកលោកអ្នកដែលមានផ្កាយជីវិតលេខ2គួរប្រើប្រាស់នៅក្នុងទិសមង្គលទិសដែលនាំមកនៅសំណាងទ្រព្យសម្បត្តិយុស័កអាជីវកម្មលូតលាស់រុងរឿងសុភមង្គលទិសដែលនាំមកនៅសុខភាពល្អហ្នឹងគឺបណ្ដាទិសធំទាំង4នេះឯងអញ្ចឹងទិសទាំង4នោះគឺរួមមានទី1គឺទិសខាងជើងកើតទី2គឺទិសខាងលិចទី3គឺទិសខាងជើងលិចនិងទី4គឺទិសខាងត្បូងលិចតើបណ្ដាទិសទាំងអស់នោះបានបញ្ជាក់យ៉ាងដូចម្ដេចចំពោះរាសីឆ្នាំវករបស់លោកអ្នកនៅភាពរីកចម្រើនអញ្ចឹងស្ថិតនៅក្នុងទិសធំទី1បាទដែលទិសធំទី1ហ្នឹងគឺជាទិសខាងជើងកើតបាទអញ្ចឹងទិសជើងកើតនេះបាននាំមកនៅរាសីឆ្នាំវករបស់លោកអ្នកនៅភាពរីកចម្រើនភាពជោគជ័យអាជីពការងាររលូនសមិទ្ធផលខ្ពស់ការចាប់ផ្ដើមប្រសើរនៅក្នុងកិច្ចការងារឬក៏អាជីវកម្មថ្មីបាទអញ្ចឹងជាទិសមួយដែលស្រូបទាញភាពជោគជ័យទ្រព្យសម្បត្តិនិងឱកាសល្អៗព្រឹត្តិការណ៍ល្អៗនៅក្នុងជីវិតអញ្ចឹងកាលណាយើងប្រើប្រាស់នៅក្នុងទិសហ្នឹងសម្រាប់ធ្វើអីខ្លះទៅយើងអាចប្រើជាកន្លែងជាទិសក្បាលដំណេកក៏បានតុអង្គុយធ្វើការក៏បានកន្លែងគិតលុយឬក៏ជាទិសសម្រាប់ដាក់ទីតាំងដែលយើងធ្វើការផ្សព្វផ្សាយឬក៏ live លក់ផលិតផលអីផ្សេងៗហ្នឹងសិតតែយើងប្រើប្រាស់នៅក្នុងទិសទាំងអស់នោះបានបាទអញ្ចឹងយើងក៏លេខមើលជាបន្តគឺទិសល្អធំទី2សម្រាប់រាសីឆ្នាំវករបស់លោកអ្នកបាទទិសធំទី2ហ្នឹងគឺទិសខាងលិចបាទកាលណាយើងប្រើប្រាស់ទិសខាងលិចហ្នឹងទៅធ្វើឲ្យយើងនឹងមានសុខភាពល្អទាំងផ្នែករាងកាយនិងផ្លូវចិត្តហើយជាពិសេសបើសិនជាយើង stress ខ្លាំងឬក៏យើងសម្រាកលំហែកាយឬក៏ព្យាបាលជំងឺនៅពេលដែលយើងសុខភាពអន់ថយហ្នឹងយើងអាចប្រើប្រាស់នៅក្នុងទិសទាំងអស់នេះបានបាទហើយទិសមួយទៀតហ្នឹងគឺទិសខាងជើងលិចបាទទិសខាងជើងលិចសម្រាប់រាសីវកដែលមានផ្កាយជីវិតលេខ2ពេលដែលយើងប្រើប្រាស់នៅក្នុងទិសហ្នឹងទៅប្រើប្រាស់ហ្នឹងប្រើប្រាស់មិនដូចថាបងប្អូននៅក្នុងផ្ទះយើងវាមានទិសឋានៈគឺទិសទៅប៉ុន្តែនៅជ្រុងទិសខាងជើងលិចហ្នឹងគឺជាទិសដែលផ្ដល់ធម្មពលល្អណាយើងដាក់ត្រៃវិស័យទៅណាឃើញទិសខាងជើងលិចហ្នឹងគឺចំអក្សរ NW ហ្នឹងបាទគឺបង្ហាញថាជាទិសដែលនាំមកនៅតំណែងតំណងល្អបាទទាំងស្នេហាទាំងគ្រួសារទាំងមិត្តភ័ក្តិហើយផ្ដល់ភាពសុខដុមរមនាតំណែងតំណងផ្ទាល់ខ្លួនឬក៏តំណែងតំណងនៅក្នុងអាជីវកម្មបាទអញ្ចឹងកាលណាយើងប្រើប្រាស់នៅក្នុងទិសនេះគឺជាទូទៅគឺថានាំមកនៅសិទ្ធិអំណាចនាំមកនៅភាពជាប់លាប់យូរអង្វែងនាំមកនៅតំណែងតំណងល្អបាទយើងប្រើប្រាស់ទិសនឹងនៅក្នុងការងារសំខាន់របស់យើងណាមិនមែនថាអឺគ្រប់24ម៉ោងអង្គុយនៅតែកន្លែងហ្នឹងធ្វើអីក៏នៅតែកន្លែងហ្នឹងមិនមែនទេគាត់ថាពេលដែលយើងចាប់ផ្ដើមធ្វើរឿងអីដែលសំខាន់គិតថាចំណាយពេលនៅក្នុងហ្នឹងកន្លែងហ្នឹង1ម៉ោង2ម៉ោង3ម៉ោងអញ្ចឹងយើងធ្វើកិច្ចការងារនឹងចប់យើងក៏ទៅធ្វើនៅក្នុងទីដែលសមគួរណាផ្សេងទៀតគឺបានដូចគ្នាគាត់ថានៅក្នុងពេលដែលសំខាន់ហ្នឹងគឺយើងប្រើបែបនោះឯងបាទអញ្ចឹងទិសហ្នឹងបើសិនជាយើងផ្ទះអីមានចំទិសហ្នឹងអាចដាក់បន្ទប់ទទួលភ្ញៀវអីក៏បានបន្ទប់ទទួលទានអាហារហ្នឹងក៏បានដូចគ្នាដែរបាទឥឡូវទិសល្អទី4បាទទិសល្អទី4នេះក៏ជួយរាសីឆ្នាំវករបស់លោកអ្នកនឹងឲ្យមានការអភិវឌ្ឍបាទគឺស្ថិតនៅក្នុងទិសខាងត្បូងលិចទិសត្បូងលិចនេះគឺជួយផ្ដល់នឹងការលូតលាស់រឿងផ្ទាល់ខ្លួនការរៀនសូត្រសន្តិភាពខាងផ្លូវក្នុងធ្វើឲ្យចិត្តយើងនឹងផ្ដោតអារម្មណ៍ពិចារណាគិតគូរវិភាគល្អិតល្អន់ធ្វើឲ្យយើងនឹងបង្កើតនៅការអភិវឌ្ឍជំនាញថ្មីឬក៏រកឃើញនៅផលិតផលថ្មីដែលស័ក្តិសមជាមួយនឹងបំពេញតម្រូវការរបស់មនុស្សធ្វើឲ្យមនុស្សនឹងរក្សានិងយកចិត្តទុកដាក់លើគុណតម្លៃរបស់យើងអញ្ចឹងវាคล้ายទៅជាប្រភពប្រាក់ចំណូលដ៏ល្អប្រសើររបស់រាសីឆ្នាំវកបាទនេះគឺជាទិសល្អទាំងឡាយដែលស័ក្តិសមជាមួយនឹងមនុស្សដែលកើតនៅក្នុងឆ្នាំវកហើយមានផ្កាយជីវិតលេខ2តើស្ថិតនៅក្នុងខែ12នេះ
ហិរញ្ញវត្ថុសេដ្ឋកិច្ចនិងទ្រព្យសម្បត្តិរបស់រិស័យឆ្នាំវុកលោកអ្នកនឹងមានអ្វីកើតឡើងជួបគ្នាក្នុងពេលបន្តិចទៀតនេះឥឡូវយើងពិនិត្យមើលនៅក្នុងរឿងហិរញ្ញវត្ថុលោកអ្នកវិញម្ដងមកអ្វីត្បិតតែការងារហ្នឹងវាមានភាពរលូនក៏ដោយទស្សនវិជ្ជាហិរញ្ញវត្ថុរបស់លោកអ្នកក៏មានការប្រែប្រួលខ្លះដែរអញ្ចឹងយើងគួរប្រុងប្រយ័ត្នចំពោះការចំណាយមិនចាំបាច់ឬក៏ការវិនិយោគដែលមានហានិភ័យខ្ពស់ត្រូវសន្សំសំចៃនិងតាមដានរាល់ប្រតិបត្តិការហិរញ្ញវត្ថុនោះឲ្យបានច្បាស់លាស់មានន័យថារឿងចាយវាយចូលប្រមាណចេញប្រមាណចាយធ្វើអីខ្លះបាទយើងចំណាយទៅលើតាក់ទងជាមួយនឹងមុខរបរឬក៏ការងារខាងក្រៅអីខ្លះអញ្ចឹងយើងឃើញថា Robwell ស្ថិតនៅក្នុងជួរខែរបស់លោកអ្នកបញ្ជាក់ថានៅក្នុងការងារហ្នឹងគឺមានការចំណាយមានការបាត់បង់របស់ផ្លិចជ្រុះបាត់អីចឹងណាហើយឬក៏រឿងដែលធ្វើឲ្យមានការប្រជែងគ្នានឹងវាកើតទៅជារឿងក្តីក្តាំវាកើតទៅជារឿងដែលបង្ហាញអំពីការខាតបង់លុយកាក់ឬបង្ហាញអំពីគូប្រកួតប្រជែងឬក៏យើងនេះចង់ឈ្នះគេពេកសុកចិត្តចំណាយដើម្បីឈ្នះចឹងបងប្អូនពិចារណាមើលរឿងចំណាយដើម្បីឈ្នះនឹងមានរឿងអីច្រើនណានៅក្នុងសង្គមយើងមិនខុសទេឧទាហរណ៍ណាវាមិនមែនជារឿងមួយដែលយើងថាយើងត្រូវនឹងធ្វើបែបហ្នឹងទេឧទាហរណ៍ថារបស់ហ្នឹងគេលក់$2គេលក់បានដល់ពេលយើងចង់ឈ្នះគេយើងលក់$1 3កាក់ហើយយើងលក់ក្នុងរយៈពេល2ខែ3ខែគិតថាំងប្រហែលជាគេมันអាចទប់យើងជាប់ទេយើងលក់ប៉ុណ្្នឹងទៅដឹងតែពេលគេដាច់ម៉ួយគេនឹងមករករបស់យើងហើយគេមានខាតអាណាគេនៅតែលក់បានរហូតអញ្ចឹងយើងនេះលក់ក្រមហើយពេលខ្លះនឹងលក់អត់លក់ដាច់មែនប៉ុន្តែយើងខាតលក់គេហៅលក់ខាតអញ្ចឹងហើយរបៀបការងាររបៀបអញ្ចឹងគឺធ្វើឲ្យលោកអ្នកនឹងគិតបែបហ្នឹងហើយមានរូបភាពផ្សេងទៀតដែលតាក់ទងជាមួយហិរញ្ញវត្ថុដែលធ្វើឲ្យយើងខាតបង់នៅក្នុងការប្រកួតប្រជែងផ្សេងហ្នឹងអញ្ចឹងគ្រាន់តែជាឧទាហរណ៍មួយជាកតិនៅក្នុងការឲ្យបងប្អូនលោកអ្នកនឹងគឺគិតពិចារណាអំពីការបាត់បង់ទ្រព្យឬក៏ក្នុងកិច្ចផ្សេងបាទអញ្ចឹងជាពិសេសរឿងការធ្វើដំណើរគឺតាមផ្លូវទឹកប្រយ័ត្នជ្រុះបាត់របស់ដែលមានតម្លៃមិនថាខ្សែកខ្សែដៃកវិលឬក៏ជាចិញ្ចៀនអីផ្សេងនេះគឺថាវានឹងអាចជ្រុះបាត់ចូលទៅក្នុងទឹកអញ្ចឹងយើងប្រុងប្រយ័ត្នទៅបាទយើងមិនថារឿងទាំងអស់នោះវានឹងត្រូវកើតឡើងចំពោះបងប្អូនលោកអ្នកនៅក្នុងស្ថានភាពទាំងអស់នោះទេបាទអញ្ចឹងយើងឃើញថាតកតងជាមួយនឹងលុយកាក់ហិរញ្ញវត្ថុរបស់លោកអ្នករិស័យឆ្នាំវោកហ្នឹងមានប្រភពប្រាក់ចំណូលកើតចេញអំពីការរកស៊ីរបស់លោកអ្នកនៅតាមអនឡាញនិយាយរួមទៅលក់ដាច់នៅលើអនឡាញច្រើនហើយក៏យើងប្រុងប្រយ័ត្ននៅក្នុងលក្ខណៈបង្ការមិញនឹងឯងណាមិនថាការដើរលេងមិនថាការចាយវាយមិនថាការប្រជែងមិនថាអីទេណាប្រភពប្រាក់ចំណូលយើងគឺកើតចេញអំពីអតិថិជនដែលយើងបានលក់នៅក្នុងអនឡាញបាទហើយផលិតផលដែលយើងបានប្រើប្រាស់មានការផ្សព្វផ្សាយហើយអតិថិជនជឿទុកចិត្តស្ថិតនៅក្នុងកម្រិតមួយដែលមានអារម្មណ៍ថាមានភាពល្អប្រសើរស្ថិតនៅក្នុងគុណតម្លៃរបស់ផលិតផលលោកអ្នកហើយផលិតផលទាំងអស់នោះជាពិសេសគឺថាជួយទៅដល់មនុស្សដែលពាក់ព័ន្ធជាមួយនឹងវិស័យអប់រំវិស័យកសិកម្មបាទឬក៏វិស័យសុខាភិបាលនៅក្នុងកិច្ចការងារទាំងអស់ហ្នឹងអញ្ចឹងយើងមិនដឹងថាបងប្អូនលោកអ្នកនឹងមានមុខរបរអីខ្លះទេប៉ុន្តែយើងឃើញថាមុខរបរដែលតាក់ទងជាមួយនឹងការងារទាំងអស់ហ្នឹងវាកើតចេញនៅប្រភពលុយបាទហើយនៅក្នុងនោះទាំងផងដែរយើងឃើញថាបើសិនជាយើងនិយាយអំពីលទ្ធផលដែលកើតចេញអំពីវិស័យនៃឧស្សាហកម្មធាតុឈើយើងឃើញថាសូម្បីតែយើងលក់ខោអាវក៏ជាធាតុឈើបាទបងប្អូនវាំងននឬក៏ហូលផាមួងបាទឬក៏កណាត់អីផ្សេងកាត់សម្លៀកបំពាក់អីផ្សេងនេះគឺសិតតែកំណត់ច្នៃប្រឌិតនៅក្នុងការប្រើប្រាស់របស់ទាំងអស់ហ្នឹងឲ្យកើតទៅជាផលិតផលឬក៏យើងនាំផលិតផលពីខាងណាមកដើម្បីលក់ហ្នឹងលក់យើងឃើញមានប្រភពប្រាក់ចំណូលស្ថិតនៅក្នុងខែ12នេះគឺច្រើនបាទនេះគឺជាសេដ្ឋកិច្ចនិងទ្រព្យសម្បត្តិរបស់លោកអ្នកកើតចេញពីអាជីវកម្មនិងការខិតខំប្រឹងប្រែងដោយផ្អែកទៅលើគំនិតច្នៃប្រឌិតរួមផ្សំនៅក្នុងគ្រប់កិច្ចការងារដែលលោកអ្នកកំពុងតែធ្វើនោះផងដែរបាទអញ្ចឹងយើងពិនិត្យមើលនៅក្នុងកត្តាបន្ទាប់តាក់ទងជាមួយនឹងអ្វីដែលយើងហៅថា
ស្នេហាតំណែងតំណងឬក៏ការធ្វើទីផ្សារឬក៏ការបិទការលក់បាទអញ្ចឹងស្ថិតនៅក្នុងតំណែងតំណងស្នេហាបើសិនជាមនុស្សស្រីលោកអ្នកដែលកើតនៅក្នុងឆ្នាំវកគឺមានឱកាសជួបស្វាមីតែស្វាមីនោះមានសម្បុររៀងស្រអែមឬក៏សម្បុរសណ្ដែកបាយឬក៏យើងហៅថាសម្បុរមាសជាមនុស្សដែលមានមាឌមាំឬក៏ជាមនុស្សដែលមានសក្តានុពលខាងផ្នែកសិទ្ធិអំណាចផងឬក៏បើមិនចឹងទេគឺថាក្នុងទម្រង់ទូទៅមនុស្សហ្នឹងគ្រាន់ថានិយាយមិនសូវជាញាប់ទេហើយនិយាយគឺមានភាពម៉ឺងម៉ាត់ម៉ត់ចត់ហើយសម្ដីកាចបាទអញ្ចឹងសម្រាប់ស្ត្រីដែលកើតនៅក្នុងឆ្នាំវកមនុស្សស្រីដែលកើតនៅក្នុងឆ្នាំវកនឹងមានឱកាសដល់គូបាទអញ្ចឹងស្ថិតនៅក្នុងតារាសាស្ត្រមួយនេះគឺបានបង្ហាញអំពីអ្វីដែលយើងឃើញថារាសីឆ្នាំវករបស់លោកអ្នកយើងមានឱកាសជួបនៅខាងក្រៅញឹកញាប់ដែរតើប៉ុន្តែយើងអត់ចាប់អារម្មណ៍ហើយគេក៏តាមមើលយើងនៅខាងក្រៅហ្នឹងនៅខាងក្រៅគឺមានកិច្ចការងារនៅក្នុងសង្គមឬក៏កន្លែងដែលយើងជួបគ្នាហ្នឹងហើយស្ថិតនៅក្នុងខែ12ហ្នឹងយើងឃើញថាមានគេចូលមកដល់ផ្ទះបាទមានន័យថាគេនឹងព្យាយាមរកចាស់ទុំមកស្ដីដណ្ដឹងលោកអ្នកនៅក្នុងតំណែងតំណងជាគូអនាគតភរិយាបាទចឹងបងប្អូនសម្រាប់ចិត្តឲ្យខ្លួនឯងចោះហើយសម្រាប់មនុស្សប្រុសវិញដូចគ្នាផងដែរគឺថាឃើញមនុស្សស្រីស្ថិតនៅក្នុងអនឡាញឬក៏ស្ថិតនៅក្នុងរូបភាពហើយព្យាយាមស្វែងរកឬក៏ជួបឱកាសដែលចៃដន្យប៉ុន្តែវាមិនមែនជារឿងតន់ថាអាចទៅជាស្នេហាឬคล้ายជាតំណែងតំណងប្តីប្រពន្ធនោះទេវាស្ថិតនៅក្នុងអ្វីដែលយើងពិចារណាបាទអញ្ចឹងសម្រាប់អ្នកនៅលីវហ្នឹងគឺថាអាចជួបឱកាសជួបមនុស្សថ្មីនៅតាមសង្គមឬក៏តាមរយៈមិត្តភ័ក្តិជួយណែនាំចុះលោកអ្នកគិតយ៉ាងដូចម្ដេចដែរចំពោះការងារទាំងអស់នោះបាទអញ្ចឹងយើងឃើញថាសម្រាប់អ្នកដែលមានប្តីប្រពន្ធវិញរឿងខ្លះពេលខ្លះក៏មានភាពស្និទ្ធស្នាលគ្នាល្អពេលខ្លះហ្នឹងក៏មានរៀបន័យថាចំអែចំអន់គ្នាចុះឡើងទៅជាមានទាស់ពាក្យសម្ដីអន់ចិត្តជាអាកប្បកិរិយាជាអត្តចរិតរបស់ប្តីប្រពន្ធគ្រប់រូបតែងតែអញ្ចឹងឯងបាទអញ្ចឹងយើងឃើញថាសម្រាប់អ្នកដែលមានគូឬក៏មានប្តីហើយមានប្រពន្ធហើយអ្វីដែលលោកអ្នកត្រូវតមនឹងគឺរឿងងក់ងោរឿងខឹងច្រើនរឿងបច្ចានច្រើនបាទរឿងដែលធ្វើអីបថុយបឋានឬក៏សម្ដីនឹងឲ្យមានសិលធម៌សម្ដីនឹងឲ្យស្រឡាញ់ដោយការគោរពអាហ្នឹងគឺសុខសាន្តថាបើថាយើងរៀងប្រះចាកអញ្ចឹងទេអាសាមានចំនួនពាក្យសម្ដីតោះតែងគ្នាច្រើនជាពិសេសឲ្យតែមកដល់ផ្ទះគឺអានៅក្រៅនឹកគ្នាពេលមកដល់ផ្ទះរឿងតោះសម្ដីឆ្លោះចេះឆ្លោះអញ្ចោះឆ្លោះនេះគឺមិនមែនឆ្លោះឲ្យអាឆ្លោះចង់និយាយថាឌឺទៅឌឺមកណាធ្វើម៉េចខ្ញុំប្តីខ្ញុំត្រូវតែរៀងមានអីលើឯងតិចឲ្យតែមានអាងអញ្ចឹងដឹងតែឆ្លោះគ្នាមកហើយបើខ្ញុំប្រពន្ធនេះខ្ញុំត្រូវតែមានស្អីដែលឯងត្រូវស្ដាប់ខ្ញុំឯងកុំចេះពេកធ្វើអីត្រូវស្ដាប់ខ្ញុំគេចង់និយាយតែរបៀបថាមនុស្សស្រីអាយុច្រើនទៅដូចម៉ែគេហៅម៉ែប្រពន្ធណាហើយបើមនុស្សប្រុសគេហៅថាជាឪពុកបាទអញ្ចឹងកាលណាស្រឡាញ់របៀបថាដូចម៉ែស្រឡាញ់កូនម៉ែនេះគឺមានន័យថាម៉ែប្រពន្ធនឹងឯងណាម៉ែស្រឡាញ់កូនឬក៏ឪស្រឡាញ់កូននោះរៀងតានតឹងបន្តិចតែកក់ក្ដៅគឺមានភាពល្អអល្អើនគ្នាទេវាគ្រាន់ថាអារម្មណ៍យើងពេលដែលយើងធ្វើកិច្ចការងារក្នុងការតំណាក់តំណងជាមួយនឹងការងារហ្នឹងវារៀងមានអាសម្ពាធបន្តិចវារៀងអារម្មណ៍វាអត់មានរឿងអារម្មណ៍ប្តីប្រពន្ធវារៀងអារម្មណ៍ដូចម៉ែកូនឪកូនអញ្ចឹងណាអញ្ចឹងវាមិនមែនជាអីដែលយើងថាវាបារម្ភហួសហេតុពេកខ្លាចថាឆ្លោះគ្នាដល់ថ្នាក់តោះតែងលែងលះអីទេវាមិនអញ្ចឹងទេណាប៉ុន្តែបើសិនជាយើងយល់ហើយយើងតមពាក្យតមសម្ដីអីចឹងទៅវាសុខសាន្តហ្នឹងក៏វាល្អវាកើនទ្រពវាមិនមួម៉ៅមិនចាយច្រើនមិនដើរលេងច្រើនតែឆ្លោះគ្នាច្រើនដើរលេងច្រើនចាយច្រើនមានកូនច្រើនអានេះជារឿងធម្មជាតិរបស់មនុស្សប្រុសស្រីដែលឆ្លងកាត់ស្ថិតនៅក្នុងវ័យហ្នឹងអញ្ចឹងស្ថិតនៅក្នុងការងារទាំងឡាយដែលពាក់ព័ន្ធជាមួយនឹងតំណែងតំណងការបិទការលក់ការធ្វើទីផ្សារបងប្អូនឃើញថាលោកអ្នកគឺមានឱកាសនៅក្នុងការរៀបចំការធ្វើទីផ្សារហ្នឹងគឺបានល្អប្រសើរដោយលទ្ធផលដោយការគ្រប់គ្រងមនុស្សឬក៏ការធ្វើបណ្ដាញទីផ្សារបាទ
ចឹងលទ្ធផលគួរជាទីពេញចិត្តព្រោះតែសម្ព័ន្ធមិត្តរបស់វោកជូតរងបង្ហាញអំពីសក្តានុពលនៃការផ្សព្វផ្សាយនៃការធ្វើចរន្តនៅក្នុងការបត់បែនឬក៏ស្រាវជ្រាវនៅលើទីផ្សារនឹងចំអ្វីដែលជាតម្រូវការរបស់អតិថិជននោះបាទអញ្ចឹងស្ថិតនៅក្នុងការងារទាំងឡាយនេះគឺរិស័យឆ្នាំវោករបស់លោកអ្នកគួរតែសិក្សាអំពីចំណុចទាំងអស់ហ្នឹងឲ្យបានច្រើនបាទអញ្ចឹងតំណែងតំណងស្មើនឹងឱកាសតំណែងតំណងស្មើនឹងទ្រព្យបាទអញ្ចឹងយើងឃើញថារិស័យឆ្នាំវោករបស់លោកអ្នកដែលមានផ្កាយជីវិតលេខ2គួរយកចិត្តទុកដាក់ទៅលើសុខភាពរបស់លោកអ្នកនឹងផងដែរអញ្ចឹងសុខភាពហ្នឹងយើងឃើញថាមានការមមាញឹកណាស់ប្រហែលជាលោកអ្នកនឹងមានអារម្មណ៍ថានឿយហត់ហើយអញ្ចឹងត្រូវយកចិត្តទុកដាក់សម្រាប់ឲ្យបានគ្រប់គ្រាន់រក្សាសុខភាពហ្នឹងឲ្យបានល្អជាពិសេសគឺថាឲ្យមានតុល្យភាពរវាងការងារនិងជីវិតផ្ទាល់ខ្លួនដើម្បីជៀសវាងភាពតានតឹងបាទអញ្ចឹងតានតឹងនៅតាណាខ្លះបងប្អូនថាទី1តានតឹងសម្រាប់អ្នកដែលមានអាយុចាប់ពី36ដល់50ឆ្នាំហ្នឹងក៏តានតឹងរឿងឆ្លោះទាស់ទែងប្តីប្រពន្ធអីខ្លះហ្នឹងព្រោះបើរឿងសុខភាពយើងហ្នឹងគឺថាបងប្អូនលោកអ្នកហ្នឹងគឺអឺអាសាតាក់ទងជាមួយនឹងរឿងជំងឺក្រពះជំងឺប្រព័ន្ធរំលាយអាហារបាទហើយឧស្សាហ៍ឈឺធ្មេញឧស្សាហ៍មានបញ្ហាមាត់ធ្មេញបំពង់កផ្លូវដង្ហើមបាទជាសុខភាពដែលយើងគួរយល់ដឹងបាទហើយស្ថិតនៅក្នុងការងារដែលពាក់ព័ន្ធជាមួយនឹងការងារនៅខាងក្រៅលោកអ្នករវល់ខ្លាំងណាស់អត់សូវមានពេលញ៉ាំទឹកទេបាទហើយជាពិសេសគឺថាផ្ដោតទៅលើការលក់អនឡាញឬក៏ការមើលអញ្ចឹងវាធ្វើឲ្យយើងនឹងមានបញ្ហាភ្នែកហើយយើងអាសាស្វាងភ្នែកបាទនេះជាសុខភាពរបស់យើងដែលយើងគួរយល់ដឹងបាទហើយស្ថិតនៅក្នុងបញ្ហាផ្សេងតាក់ទងជាមួយកិច្ចទាំងអស់ហ្នឹងគឺលោកអ្នកនឹងអាសាចុករយក៏ផ្លូវណាក៏ផ្លូវរហូតទៅដល់កជើងបាទនេះគឺជាសុខភាពដែលយើងត្រូវយកចិត្តទុកដាក់ចំពោះខ្លួនឯងនឹងផងដែរហើយជាពិសេសរឿងថាធ្វើអីក៏ដោយដែលប្រើប្រាស់ឧបករណ៍សម្ភារៈដែលចេញអំពីលោហៈហ្នឹងចេញអំពីដែកហ្នឹងប្រយ័ត្នវាគៀបវាមុតធ្វើឲ្យចេញឈាមធ្វើឲ្យប៉ះពាល់ទៅដល់រូបរាងកាយយើងគ្រាន់តែប្រយ័ត្នទៅថាមិនមែនតែរឿងអីថាវាត្រូវនឹងកើតឡើងគ្រប់ម៉ាត់នោះគ្រប់ពាក្យនោះទេប៉ុន្តែយើងឃើញថាឲ្យបងប្អូនលោកអ្នករិស័យឆ្នាំវកទាំងអស់ហ្នឹងគួររក្សាប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ឧបករណ៍ផ្សេងបាទនៅក្នុងការងារអញ្ចឹងដើម្បីឲ្យមានសុវត្ថិភាពដើម្បីឲ្យសុខសាន្តដើម្បីឲ្យអារម្មណ៍ល្អទំនាក់ទំនងល្អភាពសង្ឃឹមជឿជាក់រិស័យឆ្នាំវកដែលមានផ្កាយជីវិតលេខ2គួរប្រុងប្រយ័ត្នឬក៏គួរជៀសវាងការប្រើប្រាស់ធម្មពលទិសអវិជ្ជមានទាំងអស់នេះច្រើនញឹកញាប់ច្រើនម៉ោងពេកនៅក្នុងមួយថ្ងៃអញ្ចឹងទិសទាំង4នេះបាននាំមកនៅបញ្ហាផ្សេងចំពោះរិស័យឆ្នាំវកដែលមានផ្កាយជីវិតលេខ2អញ្ចឹងទិសទាំងអស់នោះមានទិសអីខ្លះទៅថាទិសទាំង4នោះគឺរួមមានទី1គឺទិសខាងកើតទី2ត្បូងកើតទី3ទិសខាងត្បូងនិងទី4គឺទិសខាងជើងបាទអញ្ចឹងតើទិសទាំងអស់នោះមានន័យមិនទៅបានជាយើងត្រូវប្រុងប្រយ័ត្នចំពោះរិស័យឆ្នាំវករបស់លោកអ្នកអញ្ចឹងយើងឃើញថាដោយទិសខាងកើតអញ្ចឹងទិសហ្នឹងវានាំមកនៅសំណាងអាក្រក់បញ្ហាប្រចាំថ្ងៃឆ្លោះប្រកែកឧបសគ្គតូចធំខកចិត្តរអាក់រអួលមានបញ្ហាមិនស្មោះត្រង់នៅក្នុងទំនាក់ទំនងបាទអញ្ចឹងបន្ទាប់មកទៀតដូចទិសមិនល្អទី2ណាគឺទិសខាងត្បូងកើតអញ្ចឹងទិសត្បូងកើតនេះបើវកដែលមានផ្កាយជីវិតលេខ2លោកអ្នកនឹងប្រើប្រាស់ទិសនឹងច្រើនលើសពី4ម៉ោងក្នុងមួយថ្ងៃធ្វើឲ្យអាសាជួបតែរឿងបាត់បង់ទ្រព្យសម្បត្តិបញ្ហានៅក្នុងគ្រួសារបាទហើយជួបការលំបាកជួបតែរឿងបោកបញ្ឆោតការនិយាយដើមក្បត់ពីក្រោយខ្នងបាទហើយទិសមិនល្អទី3នេះគឺទិសខាងត្បូងទិសនោះក៏តែងតែជួបនឹងការអុចអាលនិយាយដើមបោកបញ្ឆោតគេហៅថាលាពណ៌ណាបង្ខូចគេឈ្មោះបាទធ្វើឲ្យមានជំងឺរ៉ាំរ៉ៃបញ្ហាផ្លូវច្បាប់ផុតក្បត់ឬក៏បាត់បង់ឱកាសល្អផ្សេងបាទហើយអត់មានភាពកក់ក្ដៅទេមួម៉ៅខ្លាំងណាស់បាទអញ្ចឹងទិសមិនល្អទី3នេះទី4នេះគឺទិសខាងជើងបាទអញ្ចឹងទិសខាងជើងនេះគឺវករបស់លោកអ្នកនឹងក៏គួរយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្លះដែរបាទតាក់ទងជាមួយនឹងទិសខាងជើងកាលណាយើងប្រើប្រាស់ញឹកញាប់4-5ម៉ោងក្នុងមួយថ្ងៃអញ្ចឹងយើងឧស្សាហ៍ជួបនឹងបញ្ហាជំងឺគឺជំងឺតាក់ទងនឹងតម្រងនោមរលាកផ្លោក
នោមឬក៏បញ្ហាកលៀនអីហ្នឹងឯងណាហើយជួបនឹងបញ្ហាជាបន្តបន្ទាប់បញ្ហារោគរបួសគ្រោះថ្នាក់បាត់បង់បាទហើយជាពិសេសបើយើងមិនគួរប្រើប្រាស់នៅក្នុងទិសអវិជ្ជមានទាំងអស់ហ្នឹងគឺជាទិសនៃក្បាលដំណេករបស់យើងដូចថាយើងដេកបែរក្បាលទៅទិសហ្នឹងណាឬក៏តុដែលយើងអង្គុយធ្វើការឬក៏នៅក្នុងទ្វារមុខផ្ទះដែលស្ថិតនៅក្នុងការងារទាំងអស់ហ្នឹងវាមិនសូវជាល្អសម្រាប់លោកអ្នកប្រមាណនោះទេអញ្ចឹងបងប្អូនលោកអ្នកដែលមានរាសីឆ្នាំវោកហើយមានផ្កាយជីវិតលេខ2នៅពេលដែលមានឧបសគ្គតូចធំមិនថាទ្រព្យសម្បត្តិសិទ្ធិអំណាចឧបសគ្គដែលកើតឡើងដោយចៃដន្យណាឬក៏មានបញ្ហាតូចធំផ្សេងកំណត់គិតមិនដល់មួយមិនជ្រៅទៅមិនឆ្ងាយអញ្ចឹងបណ្ដាមនុស្សទាំងអស់នេះគឺនៅតែអាចជួយលោកអ្នកបងប្អូនបានណាអញ្ចឹងវោកនោះគឺចាំថាអ្នកដែលកើតឆ្នាំម្សាញ់1ថោះ2ខាល3និងវោក4នេះគឺជួយលោកអ្នកបាននៅក្នុងដែលលោកអ្នកមានគ្រាលំបាកគ្រាអាសន្នការងារឧបសគ្គតូចធំហ្នឹងនឹងត្រូវជំនះបានបើបងប្អូនសមត្ថភាពមានហើយប៉ុន្តែពេលវេលាវាមិនមានឬក៏អ្វីហ្នឹងវាខ្វះគឺយើងអាចទៅរកពួកគាត់នឹងបានពួកគាត់នឹងត្រៀមចាំជួយយើងជានិច្ចបាទអញ្ចឹងយើងឃើញថាមនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំវោកដែលមានផ្កាយជីវិតលេខ2ទាំងអស់នេះគឺជាអ្វីដែលយើងនឹងធ្វើដំណើរទៅមុខដោយការអភិវឌ្ឍនិងការយកចិត្តទុកដាក់ដោយប្រុងប្រយ័ត្នចំពោះកត្តាធំទាំង6ដូច្នេះដំបូងមានខ្លះដែលតាក់ទងជាមួយនឹងរាសីឆ្នាំវោករបស់លោកអ្នកដូចជាការបង្កើតបណ្ដាញទំនាក់ទំនងគឺត្រូវប្រើប្រាស់ធម្មពលវិជ្ជមានស្ថិតនៅក្នុងខែ12នេះឲ្យពង្រឹងសក្តានុពលទំនាក់ទំនងរបស់លោកអ្នកនឹងដើម្បីជួយអាជីវកម្មបងប្អូនលោកអ្នកនឹងឲ្យរីកចម្រើនទី2ត្រូវដោះស្រាយបញ្ហាហិរញ្ញវត្ថុនឹងដោយប្រុងប្រយ័ត្នព្រោះថាស្ថិតនៅក្នុងឆ្នាំ2025ឬក៏ចុងឆ្នាំធម្មពលឈីនឹងគឺវាចាប់ផ្ដើមចុះខ្សោយអញ្ចឹងការងារធ្វើដំណើរបញ្ហាតូចធំឧបសគ្គភាពតានតឹងអីហ្នឹងណាត្រូវតែធ្វើការសម្រេចចិត្តទៅលើផ្នែកហិរញ្ញវត្ថុនោះដោយភាពឆ្លាតវៃជៀសវាងរឿងឆ្លោះទាស់ទែងសម្ដីតូចធំដាក់គ្នាឥតប្រយោជន៍ឆ្លោះទាស់ទែងរឿងដោយសាររឿងលុយកាក់គឺវាមិនល្អនោះទេវាធ្វើឲ្យយើងខាតបង់ប្រយោជន៍នៅពេលខែបន្ទាប់ឬក៏ដើមឆ្នាំ2026ឯណោះបាទអញ្ចឹងបងប្អូនត្រូវយកចិត្តទុកដាក់ទៅលើការសិក្សារៀនសូត្របន្ថែមដើម្បីធ្វើការអភិវឌ្ឍសិក្សាស្រាវជ្រាវទៅលើការងារតូចធំដើម្បីឲ្យកាន់តែច្បាស់ហើយគួរពិគ្រោះជាមួយអ្នកដែលជំនាញនៅក្នុងការដោះស្រាយបញ្ហាមិនគួរសម្រេចចិត្តដោយតក់កុហលបាទហើយត្រូវដោះស្រាយបញ្ហាហ្នឹងដោយប្រើប្រាស់ការងារដែលតាក់ទងជាមួយនឹងបទពិសោធន៍ហើយបើយើងអត់នេះទេគឺថាការងារទាំងអស់ហ្នឹងយើងត្រូវប្រឈមលើការងារហ្នឹងគឺយើងត្រូវតែដោះស្រាយបាទអញ្ចឹងជូនពរបងប្អូនលោកអ្នកនិង fan គ្រប់គ្នាទាំងអស់មនុស្សដែលកើតនៅក្នុងឆ្នាំវោគឺទទួលបានសក្តានុពលខាងផ្នែកទ្រព្យសម្បត្តិទទួលបានឱកាសការងារថ្មីសុខភាពល្អឱកាសនិងក្តីសង្ឃឹមអញ្ចឹងជូនពរបងប្អូនទាំងអស់គ្នាស្ថិតនៅក្នុងឆ្នាំ2026ខាងមុខនេះឲ្យទទួលបាននៅសក្តានុពលសិទ្ធិអំណាចភាពមានបានសុភមង្គលនិងសុខសុវត្ថិភាពរកការធ្វើដំណើរជិតឆ្ងាយសពកាលបាទជួបគ្នានៅក្នុងវីដេអូល្អៗជាបន្តទៀត